រាជរដ្ឋាភិបាលតែងតែចាត់ទុកការអភិវឌ្ឍវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអាទិភាពគោលនយោបាយកលឹះនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចំនួន5នៅក្នុងនោះការបង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណនិងគុណភាពជូនដល់ប្រជាពលរដ្ឋជាពិសេសសម្រាប់យុវជនត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្ត្រទី2ជាលទ្ធផលកម្មករនិយោជិតនៅក្នុងប្រព័ន្ធមានចំនួនដែលបានចុះបញ្ជីត្រឹមត្រូវប្រមាណ2លាន3សែននាក់គណៈដែលមានកម្លាំងពលកម្មរាប់លានអ្នកទៀតពុំទាន់បានចូលនៅក្នុងប្រព័ន្ធនិងពុំទាន់បានទទួលអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលបានខិតខំរៀបចំផ្ដល់តាមរយៈយន្តការផ្សេងៗទន្ទឹមនេះគិតត្រឹមឆមាសទី1ឆ្នាំ2026មានអង្គការវិជាជីវៈចំនួន6920បានចុះបញ្ជីការក្នុងនោះសហជីពចំនួន43សហព័ន្ធសហជីពចំនួន285សហជីពមូលដ្ឋានចំនួន6579និងសហគមន៍និយោជិតចំនួន13ស្របពេលដែលវិវាទការងារប្រមាណ97%ត្រូវបានដោះស្រាយនៅក្នុងកម្រិតក្រសួងក្រមប្រកាសអាជ្ញាកណ្ដាលក្នុងន័យនេះខ្ញុំសូមធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំសម្រេចនៅការងារដែលបានដាក់ចេញជាពិសេសអនុសាសន៍10ចំណុចកាលពីដើមអាណត្តិមិញក៏អាយដាមហេងសួរបានបញ្ជាក់នៅក្នុងរបាយការណ៍រួចហើយកិច្ចការមួយចំនួនបានធ្វើសម្រេចនៅមួយចំនួនទៀតដែលត្រូវបន្តធ្វើនៅក្នុងអាណត្តិនេះយើងនៅសល់2ឆ្នាំ